ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសួស្តីបងប្អូនរីករាយទិវានៃក្តីស្រឡាញ់ឆ្នាំ2026ថ្ងៃនេះខ្ញុំចង់សួរមួយសំណួរទៅកាន់ពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាគិតអំពីកាដូជូនទៅកាន់មនុស្សជាទីស្រឡាញ់របស់ពុកម៉ែបងប្អូនតើបងប្អូនគិតដល់អ្វីមុនគេកាបូបដៃនាឡិកាដៃទូរស័ព្ទថ្មីផ្កាឬក៏សូកូឡាជាដើមកាដូជូនជាសម្ភារៈនិយមមិនមែនជារឿងដែលខុសទេវាជាការបង្ហាញនៃក្តីស្រឡាញ់វាជាការបង្ហាញពីការថែរក្សាវាធ្វើឲ្យមនុស្សដែលយើងស្រឡាញ់មានស្នាមញញឹមប៉ុន្តែឆ្នាំនេះនាងខ្ញុំគិតជ្រៅជាងមុនតើមានកាដូអ្វីដែលមានតម្លៃយូរអង្វែងជាងនេះទេសម្រាប់ខ្ញុំកាដូដ៏មានតម្លៃបំផុតគឺឱកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនឱកាសក្នុងការរកប្រាក់ចំណូលបន្ថែមឱកាសក្នុងការមានពេលវេលាជួបជុំជាមួយនឹងក្រុមគ្រួសារមនុស្សជាទីស្រឡាញ់របស់យើងលុយសំខាន់ក៏ពិតមែនប៉ុន្តែពេលវេលារឹតតែសំខាន់ជាងអ្វីទាំងអស់នៅពេលដែលយើងធ្វើការឲ្យអ្នកដទៃយើងត្រូវសុំការអនុញ្ញាតទៅដើរលេងសុំការអនុញ្ញាតសម្រាកសុំការអនុញ្ញាតចូលរួមកម្មវិធីគ្រួសារឬក៏កម្មវិធីមិត្តភក្តិឬក៏កម្មវិធីអ្វីផ្សេងប៉ុន្តែនៅពេលដែលយើងមានអាជីវកម្មទីជ្រូផ្ទាល់ខ្លួនយើងគឺជាម្ចាស់ការហើយយើងជាម្ចាស់សម្រាប់ចាត់ខ្លួនឯងយើងជ្រើសរើសម៉ោងធ្វើការយើងជ្រើសរើសទីកន្លែងធ្វើការយើងគឺជាអ្នកកំណត់គោលដៅនៃជីវិតរបស់យើងផ្ទាល់ខ្លួនតែម្ដងបងប្អូនសាកសម័យមើលបងប្អូនកំពុងតែសម្រាកលំហែកាយនៅតំបន់ឬក៏ប្រទេសនៅក្នុងក្តីសម័យរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែអាជីវកម្មរបស់ពុកម៉ែបងប្អូននៅតែធ្វើការជូនទៅដល់ពុកម៉ែបងប្អូននៅតែអាចបង្កើតចំណូលជូនទៅកាន់ពុកម៉ែបងប្អូននៅតែធ្វើការជំនួសបងប្អូននោះហើយគឺជាសេរីភាពនៅក្នុងខែកុម្ភៈនេះយើងមានកម្មវិធីពិសេសដែលអាចជួយពុកម៉ែបងប្អូនបង្កើតសក្តានុពលនៅក្នុងការអាចរកប្រាក់ចំណូលរហូតដល់3ដងគុណឬក៏ច្រើនជាងនេះថែមទៀតផងបើសិនបើជាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងស្វែងរកឱកាសបើសិនបើបងប្អូនចង់ក្លាយទៅជាម្ចាស់អាជីវកម្មខ្លួនឯងបងប្អូនចង់ផ្លាស់ប្ដូរជីវិតរបស់បងប្អូនហើយបើសិនជាបងប្អូនចង់មានជម្រើសកាន់តែច្រើននៅក្នុងថ្ងៃអនាគតនេះអាចជាសញ្ញារបស់បងប្អូនថ្ងៃនៃទិវានៃក្តីស្រឡាញ់នេះកុំផ្ដោតទៅលើតែផ្ដល់ការផ្កាឬកាដូអ្វីដែលមានរយៈពេលខ្លីចូលផ្ដល់ឱកាសឲ្យខ្លួនឯងរីកលូតលាស់យូរអង្វែងផ្ដល់ឱកាសឲ្យខ្លួនឯងមានជម្រើសផ្ដល់សេរីភាពផ្ដល់ពេលវេលាព្រោះកាដូដ៏ធំបំផុតនៅក្នុងការមានជម្រើសបងប្អូនចង់ដឹងព័ត៌មានបន្ថែមសូមផ្ញើសារឬមកនាងខ្ញុំឬក៏ធ្វើការ comment ពាក្យថា love នៅខាងក្រោមនាងខ្ញុំនឹងបង្ហាញបងប្អូនពីមួយជំហានម្ដងនៅក្នុងការដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចចាប់ផ្ដើមអាជីវកម្មរបស់ពុកម៉ែបងប្អូនដូចគ្នាចង់មានជីវិតទៅថ្ងៃអនាគតល្អប្រសើរជាងថ្ងៃនេះគឺចាប់ផ្ដើមនៅក្នុងការដែលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមធ្វើការសម្រេចចិត្តនៅថ្ងៃនេះរីករាយថ្ងៃនៃទិវានៃក្តីស្រឡាញ់សូមជូនក្តីស្រឡាញ់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានសេចក្តីស្រឡាញ់ហើយនឹងភាពជោគជ័យនៅក្នុងជីវិតនៅក្នុងក្រុមគ្រួសារដូចគ្នាអរគុណជម្រាបលាជួបគ្នានៅឱកាសក្រោយ